ជាបំរុងទុកគឺជាមុខងារពិសេសងាយស្រួលមួយដែលអនុញ្ញាតឲ្យវិនិយោគិនស្នើដាក់បញ្ជាដែនកំណត់នៅពេលផ្សារបិទដើម្បីឲ្យបញ្ជារបស់ពួកគេត្រូវបានត្រៀមរួចជាស្រេចសម្រាប់បញ្ជូនចូលទៅកាន់ទីផ្សារនៅពេលផ្សារបើកវិនិយោគិនអាចដាក់បញ្ជាបំរុងទុកនៅរៀងរាល់ម៉ោង 3:05 នាទីរសៀលដល់ 7:50 នាទីព្រឹកដែលពេលវេលានេះគឺជាម៉ោងដែលបញ្ជាបំរុងទុកត្រៀមរៀបចំបញ្ជាដើម្បីបញ្ជូនទៅកាន់ទីផ្សារនៅថ្ងៃរៀបចំបញ្ជាបំរុងទុកនោះសកម្មភាពរៀបចំបញ្ជាបំរុងទុកនឹងមិនត្រូវបានអនុវត្តនៅថ្ងៃឈប់សម្រាកនោះទេរាល់បញ្ជាបំរុងទុកនឹងត្រូវបញ្ជូនចូលទៅកាន់ទីផ្សារនៅចន្លោះម៉ោង 8 ដល់ 8:10 នាទីព្រឹកបន្ទាប់ពីផ្សារបើកថ្ងៃចាប់ផ្ដើមរហូតដល់ថ្ងៃបញ្ចប់គឺជាអំឡុងពេលដែលសកម្មភាពរបស់បញ្ជាបំរុងទុកត្រូវបានរៀបចំបញ្ជូនទៅកាន់ទីផ្សារហើយអាចមិនមែនជាថ្ងៃដែលបញ្ជាត្រូវបញ្ជូនចូលទៅកាន់ទីផ្សារនោះទេឧទាហរណ៍ទី1វិនិយោគិនដាក់បញ្ជាបំរុងទុកនៅថ្ងៃច័ន្ទម៉ោង 7 ព្រឹកហើយកំណត់ថ្ងៃបញ្ចប់គឺថ្ងៃអង្គារបញ្ជាបំរុងទុកនឹងត្រូវរៀបចំឡើងនៅថ្ងៃច័ន្ទនិងថ្ងៃអង្គារម៉ោង 7 ព្រឹកដូចនេះបញ្ជានឹងចូលទៅកាន់ទីផ្សារនៅថ្ងៃច័ន្ទនិងថ្ងៃអង្គារករណីបញ្ជាមិនទាន់គ្រប់គ្រាន់អស់នៅថ្ងៃច័ន្ទឧទាហរណ៍ទី2វិនិយោគិនដាក់បញ្ជាបំរុងទុកនៅថ្ងៃច័ន្ទម៉ោង 4 រសៀលហើយកំណត់ថ្ងៃបញ្ចប់គឺថ្ងៃអង្គារបញ្ជាបំរុងទុកនឹងត្រូវបានរៀបចំឡើងនៅថ្ងៃច័ន្ទនិងថ្ងៃអង្គារម៉ោង 4 រសៀលដូចនេះបញ្ជានឹងចូលទៅកាន់ទីផ្សារនៅថ្ងៃអង្គារនិងថ្ងៃពុធករណីបញ្ជាមិនទាន់គ្រប់គ្រាន់អស់នៅថ្ងៃអង្គារឧទាហរណ៍ទី3វិនិយោគិនដាក់បញ្ជាបំរុងទុកនៅថ្ងៃសៅរ៍អាទិត្យម៉ោង 7 ព្រឹកហើយកំណត់ថ្ងៃបញ្ចប់គឺថ្ងៃអង្គារសប្តាហ៍ក្រោយការរៀបចំបញ្ជានឹងមិនត្រូវបានធ្វើឡើងនៅថ្ងៃសៅរ៍អាទិត្យនោះទេបញ្ជានោះនឹងត្រូវរៀបចំឡើងនៅថ្ងៃច័ន្ទនិងថ្ងៃអង្គារម៉ោង 7 ព្រឹកដូចនេះបញ្ជានឹងត្រូវបានចូលទៅកាន់ទីផ្សារនៅថ្ងៃច័ន្ទនិងថ្ងៃអង្គារករណីបញ្ជាមិនទាន់គ្រប់គ្រាន់អស់នៅថ្ងៃច័ន្ទឧទាហរណ៍ទី4វិនិយោគិនដាក់បញ្ជាបំរុងទុកនៅថ្ងៃអាទិត្យម៉ោង 8 យប់ហើយកំណត់ថ្ងៃបញ្ចប់គឺថ្ងៃអង្គារសប្តាហ៍ក្រោយការរៀបចំបញ្ជានឹងមិនត្រូវបានធ្វើឡើងនៅថ្ងៃអាទិត្យនោះទេបញ្ជានោះនឹងត្រូវរៀបចំឡើងនៅថ្ងៃច័ន្ទនិងថ្ងៃអង្គារម៉ោង 8 យប់ដូចនេះបញ្ជានឹងត្រូវបានចូលទៅកាន់ទីផ្សារនៅថ្ងៃអង្គារនិងថ្ងៃពុធករណីបញ្ជាមិនទាន់គ្រប់គ្រាន់អស់នៅថ្ងៃអង្គារករណីនេះមិនមានបញ្ជាចូលទៅកាន់ទីផ្សារនៅថ្ងៃច័ន្ទនោះទេស្ថានភាពនៃបញ្ជាបំរុងទុកករណីបញ្ជាជោគជ័យនោះបញ្ជានឹងបញ្ជូនទៅកាន់ផ្នែកបញ្ជាកំពុងរង់ចាំនៅពេលផ្សារបើកករណីបញ្ជាបរាជ័យនោះបញ្ជានឹងមិនបញ្ជូនទៅផ្នែកបញ្ជាកំពុងរង់ចាំនៅពេលផ្សារបើកនោះទេបញ្ជាបរាជ័យអាចកើតឡើងក្នុងលក្ខខណ្ឌដូចជាសាច់ប្រាក់មិនគ្រប់គ្រាន់ភាគហ៊ុនមិនគ្រប់គ្រាន់ឬកំហុសបច្ចេកទេសផ្សេងៗលក្ខខណ្ឌនៃការលុបចោលបញ្ជាបំរុងទុកប្រសិនបើបញ្ជាជោគជ័យនោះវិនិយោគិនអាចលុបចោលបញ្ជាបាននៅចន្លោះម៉ោង 3:05 នាទីរសៀលដល់ 7:50 នាទីព្រឹកប្រសិនបើបញ្ជាបរាជ័យនោះវិនិយោគិនអាចលុបចោលបញ្ជាបានទុកពេលរាល់ការកែប្រែឬលុបចោលបញ្ជានៅក្នុងផ្នែកបញ្ជាកំពុងរង់ចាំមិនមែនជាការកែប្រែឬលុបចោលបញ្ជាបំរុងទុកទាំងស្រុងនោះទេវិនិយោគិនអាចធ្វើការកំណត់សុពលភាពនៃបញ្ជាបំរុងទុករហូតដល់រយៈពេល 7 ថ្ងៃនៃខែប្រតិទិនហើយបញ្ជានោះនឹងបញ្ជូនចូលទៅកាន់ទីផ្សារនៅរៀងរាល់ថ្ងៃជួញដូររហូតដល់បញ្ជាត្រូវបានផ្គូផ្គងពេញលេញឬរហូតដល់ការបរិច្ឆេទមួយដែលបានកំណត់រាល់ការដាក់បញ្ជាបំរុងទុកប្រព័ន្ធនឹងធ្វើការពិនិត្យលទ្ធភាពឬសមតុល្យនៅក្នុងពេលដែលបញ្ជាបំរុងទុកត្រូវបានបញ្ជូនទៅកាន់ទីផ្សារតែប៉ុណ្ណោះមិនមែននៅពេលដាក់បញ្ជាបំរុងទុកនោះទេដូចនេះបញ្ជាបំរុងទុកទាំងអស់មិនប្រាកដថាត្រូវបានបញ្ជូនទៅកាន់ទីផ្សារបានជោគជ័យនោះទេប្រព័ន្ធនឹងធ្វើការពិនិត្យលទ្ធភាពដើម្បីបញ្ជូនបញ្ជាទៅកាន់ទីផ្សារម្ដងទៀតនៅថ្ងៃបន្ទាប់